តោះបងប្អូនយើងចាប់ដើមគូយើងត្រូវតែបងប្អូនត្រូវតែគូនេះគូចំចំណុចកដាលกระดาษ A4 យើងបងប្អូនកระดาษ A4 ឬក៏กระดาษអីក៏ដោយឲ្យតែกระดาษបងប្អូនយកគូបានចឹងមកយកខ្ញុំយកกระดาษ A4 ចឹងបងប្អូនត្រូវធ្វើម៉េចលៃឲ្យចំពាក់កដាលกระดาษបងប្អូនលៃចំពាក់កដាលមកចឹងបងប្អូនគូបន្ទាត់កដាលមួយចឹងខ្ញុំបានគូបន្ទាត់កដាលមួយហើយចឹងបងប្អូនទៅធ្វើឲ្យទៀតបងប្អូនត្រូវនេះទៅមានបន្ទាត់យើងនេះបន្ទាត់វែងហ្នឹងណាហើយបងប្អូនយកខ្ញុំបរៀនបងប្អូនឲ្យស្រួលចឹងបងប្អូនគូតាមខ្ញុំហ្នឹងអាចគូបានហើយចឹងបងប្អូននេះយកចំចំណុច0នេះបងប្អូនដៅកន្លែងនេះមួយបងដៅហ្នឹងមួយណាដៅធ្វើម៉េចដៅឲ្យហ្នឹងទុកលឺរឿងចន្លោះមកល្មើមកអញ្ចឹងមកឯងបងប្អូនយកនេះចំណុច0នេះចំណុច0នេះអញ្ចឹងណាចំណុច0ហ្នឹងបងប្អូនមកគូសនេះបងប្អូនមើលពី0មកដល់លេខ18នេះពី0ដល់លេខ18អញ្ចឹងអានេះលេខ0ណាហើយបងប្អូនមកដល់លេខ18នេះលេខ18 0ដល់18អញ្ចឹងបងប្អូនគូសលេខ18នឹងមួយមកអញ្ចឹងយើងបាន2ហើយនេះបានចំណុច0មកដល់លេខ18នេះអញ្ចឹងយើងត្រូវតែដាក់បន្ទាត់ទៅវិញចំណុច0ដល់18អញ្ចឹងបងប្អូនគូតាមខ្ញុំមកព្រោះយើងបាន2យើងហើយអញ្ចឹងបងប្អូនត្រូវលៃតាមខ្ញុំទៀតណាលៃតាមខ្ញុំទៀតអញ្ចឹងបងប្អូនរាប់ពីលេខ0មកណាលេខ0បងប្អូនឃើញលេខ1នេះលេខ1អញ្ចឹងលេខ1ហើយវាមានអាកន្លះនេះអញ្ចឹងបងប្អូនយកកន្លែងលេខ1កន្លះនេះអញ្ចឹងបងប្អូនដៅកន្លែងកន្លះហ្នឹងមួយមកកន្លែងហ្នឹង1កន្លះហ្នឹងបងប្អូនដៅកន្លែងហ្នឹងមួយមកលេខ1ហើយកន្លែងកន្លះនេះណា1កន្លះចាំបងបានដៅកន្លែងហ្នឹងមួយអញ្ចឹងបងប្អូនមកដៅទៀតណាដៅមកមើលដល់លេខ4នេះបងប្អូនលេខ4អត់លេខ4ក្រហមហ្នឹងលេខ4នេះចាំបងប្អូនដៅកន្លែងលេខ4ទៀតអានេះលេខ4អានេះ 1.5 1កន្លះអញ្ចឹងដៅកន្លែងហ្នឹងមួយអញ្ចឹងបងប្អូនកំណត់ណាដល់បន្ទាត់បងប្អូនមកមើលតែខ្ញុំទៀតបងប្អូនអូមកដល់លេខ7នេះលេខ7អញ្ចឹងបងប្អូនដៅកន្លែងលេខ7ហ្នឹងមួយទៀតដៅលេខ7មួយទៀតមកបន្ទាប់ពីបងប្អូនដៅលេខ7ហើយនេះលេខ7ចាំបងប្អូនអូមកក្រោមទៀតអូមកដល់លេខនេះ 8.5 នេះ 8.5 ចឹងនេះ8នេះ8កន្លះនេះណាបងប្អូន8កន្លះ 8.5 និង8កន្លះត្រីមួយនឹងមួយហើយបងប្អូនអូមើលបន្ទាត់មកក្រោមទៀតចឹងបងប្អូនយកលេខ11នេះ11ក្រហមហ្នឹងបងប្អូនដៅលេខ11ទៀត11ចឹងបងប្អូនមកដៅចំកន្លែងលេខ13ទៀតនេះ13បងប្អូនគូសលេខ13ទៀតមកលេខ13បាទហ្នឹង13ហើយពីក្រោមនេះគឺលេខចំ18ហ្នឹងចំក្រោយគេបងប្អូនចឹងបងប្អូនដៅបានប៉ុណ្ណឹងហើយនេះដៅដូចខ្ញុំអញ្ចឹងណាបងប្អូនឃើញអត់មើលច្បាស់អត់បន្ទាប់ពីយើងដៅអញ្ចឹងហើយចឹងបងប្អូនត្រូវតែគូមួយទៀតយើងមកគូចេះគូអាកន្លែងលេខ13ហ្នឹងបងប្អូនលេខ13ហ្នឹងគឺកន្លែងភ្នែនរបស់ពុទ្ធចឹងបងប្អូនគូសនេះកន្លែងលេខ13ហ្នឹងបងប្អូនធ្វើមិនដាក់បន្ទាត់ឲ្យត្រង់បងប្អូនមើលស្មើឲ្យក្បាលផ្អៀងលៃធ្វើមិនបន្ទាត់ឲ្យត្រង់ចឹងយើងលៃមើលឲ្យត្រង់មកខ្ញុំគូសយកបាក់មើលដែរចាំងពូលវិញចឹងនេះបានហើយយើងគូសបន្ទាត់ឲ្យត្រង់មួយមកគូសមកល្មើហ្នឹងមកបងប្អូនហ្នឹងហើយបងប្អូនគូសចឹងទៀតគូសអាបន្ទាត់នេះទៀតនេះមើលអាបន្ទាត់លេខ11ហ្នឹងគូសទៀតតែលៃយើងលៃមិនកុំឲ្យបន្ទាត់ហ្នឹងធ្វើមិនឲ្យវាស្មើគ្នានេះគឺបន្ទាត់រត់ស្មើគ្នាអត់កុំឲ្យធំទូចដាក់ស្មើគ្នាចឹងមកហើយទៀតដូចគ្នានេះលេខ 8.5 នេះក៏ចឹងដែរយើងគូសបន្ទាត់ទៀតយើងលៃធ្វើមិនឲ្យស្មើណា 8.5 ទៀតបានប៉ុណ្ណឹងយើងលៃទៀតនេះកន្លែងលេខ7ទៀតហើយបងប្អូនកុំទាន់អានឆ្ងល់បងប្អូនមើលខ្ញុំសិនទៅហើយរៀនគូសតាមខ្ញុំចឹងកុំទាន់អានឆ្ងល់តែខ្ញុំគូចឹងដើម្បីអីដើម្បីឲ្យបងប្អូនងាយស្រួលគូហើយនេះដល់លេខ4បងប្អូនគូយើងទៀតតែពេលគូសយើងគូសស្រាលបងប្អូនយើងកុំគូសដិតពេកប៉ុន្តែខ្ញុំនេះខ្ញុំ
បរៀនបងប្អូនខ្លាចបងប្អូនមើលឃើញដោយសារកាមេរ៉ាយើងមិនសូវច្បាស់ហើយគូសពីយប់ផងប្រើអំពូលយើងមិនសូវច្បាស់តោះយើងគូសកន្លែងលេខ 1.5 នេះទៀតនេះកន្លែង 1.5 ទៀតកន្លែងណាយើងដៅហ្នឹងគឺបងប្អូនគូសយើងមកឲ្យបងប្អូនស្រួលមើលស្រួលចំណាំនេះលេខ0នេះក៏យើងគូសទៀតដែរអាហ្នឹងដូចគេថាក្បាច់ស្រីហ្នឹងបងប្អូនធ្វើដូចក្បាច់ស្រីអញ្ចឹងងាយយល់ងាយធ្វើងាយគូហ្នឹងហើយតើបន្ទាប់យើងគូបានប៉ុណ្ណឹងទៀតហ្នឹងហើយកន្លែងលេខ13នេះកន្លែងលេខ13នេះលេខ1318នេះបងប្អូនគូទៀតហ្នឹងគូលេខ18មួយទៀតលេខស្មើ18នេះគឺកន្លែងបល្ល័ង្កឯងបល្ល័ង្ករបស់ព្រះពុទ្ធឯងបល្ល័ង្កព្រះពុទ្ធឯងអញ្ចឹងយើងគូសចោលទៀតមកហ្នឹងហើយអញ្ចឹងនេះយើងមើលកន្លែងលេខ13នេះលេខ13ហ្នឹងគឺភ្នែនព្រះពុទ្ធអញ្ចឹងលេខ13ហ្នឹងធ្វើយើងមិនយើងចែកជាធ្វើមិនឲ្យចំកដាលយើងយកភ្នែនព្រះពុទ្ធយើងយក0ដល់11យើងមើល0ដល់11អញ្ចឹងយើងនេះ0ដល់11យើងមើលអាតាមចំណុច0មកដល់លេខ11ហ្នឹងគឺភ្នែនព្រះពុទ្ធអញ្ចឹងយើងចាប់ឲ្យចំចំណុចកដាលរបស់វាចំណុចកដាលរបស់វាគឺបងប្អូនមើល5កន្លះនេះ5កន្លះអញ្ចឹងលេខ5 0នេះ5កន្លះនេះអញ្ចឹងយើងយកចំណុច5ហើយនឹង6មកយកអាកន្លះនៅកដាលនេះ5 6ហ្នឹងយើងយកកន្លះកដាលហ្នឹងអញ្ចឹងយកអាហ្នឹងចំកដាលហើយអញ្ចឹងយើងដឹងភ្នែនព្រះពុទ្ធគឺនៅលេខ0នេះយើងដៅកន្លែងលេខ01ដៅលេខ01ហើយមកដៅនៅកន្លែងលេខ11លេខ11នេះ11នេះលេខ11ហ្នឹងលេខ0លេខ11ហើយនឹង5កន្លះនេះ5កន្លះឬក៏នៅនេះកន្លះ6 5nó ជាប់គ្នាហ្នឹងយើងដាក់5កន្លះហើយហ្នឹងចំកដាលអញ្ចឹងយើងបានភ្នែនស្មើគ្នាឃើញអត់អញ្ចឹងយើងបន្ទាប់ពីយើងបានប៉ុណ្ណឹងយើងដឹងភ្នែនព្រះពុទ្ធដឹងអីហើយអញ្ចឹងយើងមើលនេះស្មាវានៅកន្លែងលេខ4នេះលេខ4ហ្នឹងអញ្ចឹងយើងលេខមកលេខ4វាដល់ហ្នឹង5mình nhầm lấy bong bồn mưa mà nhưng giờ đó là này giờ 5 cả lá giờ 5 cả lá nè 5កន្លះនេះ5កន្លះអញ្ចឹងយើងលេខឲ្យចំកដាលលេខចំកដាលរាប់មក1 2 3 4យើងលេខស្មើ5កន្លះអញ្ចឹងយើងធ្វើមកបាន5កន្លះយើងមើលមកស្មើណានេះប៉ុណ្ណេះនេះកន្លះយើងលេខស្មើប៉ុណ្ណឹងអញ្ចឹងយើងចាប់ដើមគូដោយសារយើងបានលេខប៉ុណ្ណឹងហើយបងប្អូនអាចគូតាមខ្ញុំនឹងបានដោយសារវាកាមេរ៉ារៀងព្រិលតិចហើយបងប្អូនពិបាកមើលអញ្ចឹងណាអញ្ចឹងបងប្អូនអាចមើលមួយទៅវីដេអូខ្ញុំធ្វើយឺតដែរទេអញ្ចឹងឲ្យយើងចាប់ដើមគូទី1គឺចាប់ដើមគូផ្កាយពុទ្ធណាយើងនេះអាកន្លែងលេខ1នេះកន្លែងលេខ1ដែលយើងដៅហ្នឹងណាលេខ 1.5 ហ្នឹងគឺយើងគូកន្លែងនេះលេខថ្ងាសពុទ្ធចាគួរបងប្អូនមើលហើយអាត្រឹមលេខ4នេះគឺចកាបងប្អូនចកាអញ្ចឹងយើងគូសចេះសិនមកគូសតម្រង់មុខចេះសិនមកបងប្អូនគូសាខ្ញុំចឹងឆោតចឹងសិនណា
យើងដាមសិនណាដើម្បីឆើយចាំយើងលុបបន្តទៀតសារខ្ញុំបរៀនគឺខ្ញុំធ្វើឲ្យច្បាស់បើមិនច្បាស់បងប្អូនមើលយល់ទេចឹងតែខ្ញុំធ្វើឲ្យច្បាស់បន្តិចនេះយើងចាប់ចំកដាលកន្លែងហ្នឹងពីថ្ងាសប៉ុណ្ណឹងចំកដាលមកកន្លែងនេះចុះហ្នឹងយើងដាក់កពូលយើងលេបមិនលេចំកដាលបន្ទាត់នេះលេចំកដាលបន្ទាត់ហ្នឹងណាយើងបានប៉ុណ្ណឹងហើយចាំយើងលុបឲ្យស្អាតឥឡូវខ្ញុំគូបញ្យល់បងប្អូនសិនឲ្យបងប្អូនមើលសិនអញ្ចឹងយើងមើលនេះបងប្អូននេះស្មាសងខាងហ្នឹងបើវាស់ពីហ្នឹងមកហ្នឹងឲ្យចំកដាលមកណាពីហ្នឹងទៅហ្នឹងវាពីលេខ0ណាពីលេខ0មកដល់ 5.5 កន្លះណាពីលេខ0ទៅបងប្អូនហ្នឹងហើយអញ្ចឹងយើងលេខពីហ្នឹងអញ្ចឹងយើងគូសកសិនមកគូសចេញមកបន្តិចមកទម្លាក់ដោយណាទម្លាក់មករៀងធ្លាក់តិចមកនេះបងប្អូនគូសធ្លាក់មកដល់ហ្នឹងបងប្អូននេះដល់យើងចុចកន្លែងហ្នឹងមកកន្លែង0ដល់ 5.5 ហ្នឹង 5 កន្លះហ្នឹងចាំយើងទម្លាក់ដៃមកខើមទម្លាក់យ៉ាងសិនមកហើយនេះបងប្អូនឃើញលេខ7នេះបានខ្ញុំដាក់លេខ7ដៅឲ្យបងប្អូនស្រួលគូគឺយើងលេខ7ហ្នឹងគឺកន្លែងនេះកន្លែងក្លៀកលេខលោះក្លៀកនេះក្លៀកហ្នឹងមិនបងប្អូននេះលេខដៃមកយើងគូដៃលេខហ្នឹងមកដៃចំណងលេខហ្នឹងប្លោះហ្នឹងប្លោះក្លៀកអញ្ចឹងលេខហ្នឹងនេះយើងគូពីនេះមកចាំមកគូគឺដោះយ៉ាងមកគូមកខើមកគូទម្លាក់ចេះមកនេះតកន្លែងនេះយើងគូចេះមកគូចេះវត្តមកដល់ហើយបន្ទាត់កដាលទម្លាក់មកខាងណាកន្លែងនេះបងប្អូនគូយល់ទេគូតាមខ្ញុំបងប្អូនចឹងមកនេះ8.5 ហ្នឹង3កន្លះហ្នឹងគឺកន្លែងនេះកន្លែងកលាក់ដៃកន្លែងកលាក់ដៃហ្នឹងបត់ចូលមកក្នុងજાયបត់ចូលមកក្នុងយ៉ាងមកតែបើកន្លែងលេខ11នេះបងប្អូនកន្លែង11ហ្នឹងគឺនេះយើងលុបចេញតិចទៅកន្លែង11ហ្នឹងគឺកន្លែងនេះកន្លែងខ្នងដៃខ្នងដៃដែលតាំងសមាធិហ្នឹងអញ្ចឹងកន្លែងហ្នឹងយើងគូបន្ទាត់កន្លែងហ្នឹងមួយយ៉ាងមកនេះត្រូវកន្លែងនេះចេះទេបត់បន្តិចមក
lấy này lấy cái lẹ đáy nắng bà bom ôn sờ lạnh nâng trôi chất bom ôn có lấy chui cho subscribe channel nhầm nè mùi phong nhớ bom ôn cú hay lây mà xa đó bom ôn xa nhầm chơi dây chờn bom ôn mưa tạm năng tới trên Việt Nam là dương bàn phần năng ơi chẳng dương chặt đông cú lấy phèn và phút bom ôn lại lấy đậm mùi nữa nè lại dương lại đai mà lấy đậm mùi mình nữa chẳng dương cú để cú tranh Việt Nam má cú tranh với lấy năng má chẳng dương mà tùm lẹ lại cào nó tùm lẹ mà đo là trong này dương đau song khang mày nè cái xôn là lấy đậm mùi nè 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 nó chẳng dương đậm máu xôn là lấy đậm muối dương cú lơ tí dương tùm lẹ mặc khơm vậy sao và riêng cứ nhâm nâng dây pra bom ôn chẳng á nè chẳng sót bán bằng smile cái tàn dây chẳng đó dừng ai cú khó đai trong bom ôn mưa tới những cú smile này lại nóng cạch trong năng máu mà đo lên đi cạch mình đấy những cú mình đấy lại nền cú trắng xanh nè bị nắng tranh được cái này lại tranh được cái này tranh mà nắng đo nắng cạch đo lại để đọc mùi được cái này đo lại đọc mùi nắng cho những bọt rôm năng mà bọt ôn khơi với nhẹ nhai thì trái để xa nhom bờ riêng bom ôn và vô para bom ôn tới nhom cua được đặt hay nhom ọt bàn vơ cả đá cho vơ láng đi tập lọp đá chạy tập lọp cho tập lọp láng cứ lại bom ôn vơ một cho nhom đặt cả đá nâng cho nhom đi vào bạn đai cu tí về đường rừng đai xa cả đá nhom giờ tụm rung nâng ở đá và đá nhom rơi tại đá cho về đường rừng đai đi rừng đai những bạn cu cả tập tròn vì chẳng bom ôn thay thứ mấy là mấy phải vô lại bom ôn này vô school mưa cho mình em cù đừng cái rừng đầy thì vậy nhưng mà dương ban và đắng này tranh tùm rùm máu chẳng ở dương giờ đi dương giờ bật cái nền còn máu cạch trong năng máu bốn cù sẽ cù tam trong năng máu cù trong năng máu đó lấy nắng dương đạn này cái chương một phút nữa bỏ thân nắng cái mặt trăng máu đo năng máu mây chướng mọi chữ máu chẳng máu không con hay gì này dựng đặt cái lạnh chia super máu khăn này được thế dừng lây ở trong thì mới lây trong một đam á
នេះបានប៉ុណ្ណឹងហើយចាំបងប្អូនអាចគូសបល្ល័ង្កថែមទៀតក៏បានដែរចឹងខ្ញុំគូសបល្ល័ង្កមួយទៀតកុំឲ្យសល់ចោលគូសចិត្តសិនគូសបល្ល័ង្កមកយើងយកត្រឹមជើងនឹងដូចគ្នាចឹងយើងគូសចឹងមកបងប្អូនស្រឡាញ់បល្ល័ង្កការឈូកបងប្អូនគូសការឈូកបងប្អូនបល្ល័ង្កក្បាច់អីបងប្អូនឆ្នៃយ៉ាងហ្នឹងបានចឹងខ្ញុំការឈូកយើងគូសតែប៉ុណ្ណឹងមកហើយកន្លែងនេះយើងដាក់ធ្វើផ្កាឈូកចឹងមកការឈូកមកហើយធ្វើការឈូកបងប្អូនគូសលៃចំកដាលគេចឹងមកឡើយដូចគ្នាធ្វើបែកផ្កាឈូកចឹងមកគូសចឹងមកបងប្អូនយើងគូសស្ទប់ការឈូកមកគូសទៀតមកដូចគ្នាផ្កាឈូកហ្នឹងហើយបានប៉ុណ្ណឹងគឺយើងអាចនេះបានហើយយើងអាចលុបបន្ទាត់ឲ្យយើងគូសនឹងចោលណាវាកុំឲ្យយើងមើលទៅញ៉ាយប៉ុន្តែខ្ញុំអត់គូសអត់លុបចោលទេខ្ញុំសនុកប្រាប់បងប្អូនហ្នឹងហើយយើងលុបតែតិចបានណាលុបឲ្យចំណាំតិចមកបើតែយើងមិនលុបទេវាមើលទៅញ៉ាយអត់ស្អាតទេបងប្អូនអញ្ចឹងយើងត្រូវតែលុបខ្លះអញ្ចឹងហើយលុបទៅលុបយើងឆ្នៃទៅឆ្នៃតាមហ្នឹងមើលមកស្អាតតែរូបនេះវាមិនសូវស្អាតទេបងប្អូនដោយសារការបរិញ្ញាខ្ញុំគូសបញ្យលបងប្អូនចឹងវារឿងទ្រង់កវែមកវាមទៀតបងប្អូនណាបានប្រិតព្រៀងអីយកស្អាតតែសង្ឃឹមថាបងប្អូនយល់សង្ឃឹមថាបងប្អូនយល់ហើយបងប្អូនចេះគូទាំងអស់គ្នាសង្ឃឹមតែយល់ហើយបងប្អូនមើលមិនទាន់ហើយបងប្អូនអាចសារម្ដងទៀតមើលចោះមើលឡើងណាមើលចោះមើលឡើងនៅមិនយល់ទៀតខ្ញុំនឹងចេញវីដេអូបញ្យលបងប្អូនឲ្យច្បាស់ជាងហ្នឹងម្ដងទៀតតែខ្ញុំអត់សូវចេះបញ្យលដែរបងប្អូនសូវចេះបរៀនដែរគាត់ថាប្រាប់តិចនិចនេះតិចនិចការគូទេហើយក៏វាមិនមែនជាក្បួនច្បាប់4ຂະຫນາດរបស់គេត្រូវគូអញ្ចឹងតែនេះគាត់តិចនិចរបស់ខ្ញុំបញ្យលបងប្អូនគេលោកបងប្អូនអាចគូបានមកធ្វើតាមខ្ញុំទៅយើងលុបចឹងមកហើយវីដេអូនេះខ្ញុំអត់ធ្វើឲ្យលឿនទេបងប្អូនខ្ញុំវីដេអូខ្ញុំធ្វើដើម្បីឲ្យបងប្អូនមើលយល់ខ្ញុំអត់សារឲ្យលឿនឲ្យញាប់អីទេអត់បន្ថែមបន្ថយល្បឿនអីទេគឺខ្ញុំដាក់ល្បឿនស៊ីនដើម្បីឲ្យបងប្អូនមើលយល់បើខ្ញុំបន្ថែមល្បឿនប្រកាសដល់បងប្អូនអរគ្នាតាមអត់តាន់ទេបានតែមើលបានតែតាមមិនតាន់អញ្ចឹងណាបងប្អូនចឹងខ្ញុំធ្វើវីដេអូនេះវារឿងយូរនាទីតិចហើយតែសង្ឃឹមថាបងប្អូនអរគ្នាតាមតាន់មើលយល់តើនេះដល់ចំណុចដែលខ្ញុំសម្អាតរូបបងប្អូនដល់ខ្ញុំសម្អាតរូបហើយចឹងបងប្អូនមើលពីដើមដំបូងហ្នឹងបងប្អូនមើលឲ្យយល់ណាបងប្អូនហើយដល់វគ្គសម្អាតរូបចឹងដល់ពេលនេះគឺខ្ញុំបានធ្វើឲ្យស្អាតហើយចឹងបងប្អូនរៀនគូវគ្គដំបូងសិនមកហើយដល់វគ្គសម្អាតរូបនេះគឺតែយើងគូចេញជាទម្រង់ហើយយើងសម្អាតទៅស្អាតហើយបងប្អូន
តែដល់វគ្គសម្អាតរូបនេះខ្ញុំអាចដាក់ឲ្យលឿនតិចដោយសារថាដាក់យឺតទៅវាយូរបងប្អូនរងចាំមើលយូរយើងបានដាក់ឲ្យយើងពុកអត់អាចក៏ស្អាតដល់ខ្ញុំពុកតែយើងគូភ្នែកបងប្អូនយើងលេងមកពីថ្ងាសមកដល់នេះយើងចំធ្វើមកចំចំណុចកដាលមកពីថ្ងាសដល់ចកានេះថ្ងាសដល់កដាលយើងយកមកកដាលមកនេះកដាលចឹងយើងឡៃនេះយើងបែងចែកទៀតមកបែងចែកពីថ្ងាសមកហ្នឹងជា2មកកដាលនេះកដាលលេខគ្នាស្មើណានេះ1 2 3 4 5ពីចកាថ្ងាសលេខចំកដាលអានេះលេខបែងចែកចំកដាលសង5មកបានជាងគូសចឹងនេះអាចចំណុចតិចវានេះគេតិចវាជានេះយើងយកចំកដាលនេះគេហៅលេខតិចអានេះចំមោះដៃនេះមាត់ចឹងបងប្អូនយើងចាប់ដើមគូសមកគូសចើមមកចើមគឺនៅលើតិចមិនមែននៅក្រោមតិចចើមគឺនៅលើតិចគូសចើមមកលើខ្សែបន្ទាត់យើងហ្នឹងទៅយើងគូសចើមហើយចឹងយើងចាប់ដើមគូសចំោះមកអូសមកខើមកអូសមកចំោះត្រឹមហ្នឹងមកនេះចំោះនេះតែនឹងចំោះបោមាត់នេះបោមាត់ដាក់បោមាត់មកលុបទីវាចឹងមើលស្អាតទេបោមាត់
បាទជាចុងក្រោយបងប្អូនកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបើបងប្អូនស្រឡាញ់និងពេញចិត្តហើយបងប្អូនចង់បានវីដេអូបង្រៀនតទៀតក្រោយទៀតបងប្អូនកុំភ្លេចជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងបាទអរគុណច្រើន